Hello សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីថ្ងៃនេះខ្ញុំមានខ្សែភាពយន្តកូរ៉េមួយដែលចាក់ផ្សាយក្នុងរោងកុនតាំងពីឆ្នាំ2016ដែលមានភាពល្បីល្បាញខ្លាំងរឿងនោះក៏មានចំណងជើងថារឿង The Wailing វាគឺជាខ្សែភាពយន្តខ្នាតធំដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងនៅក្នុងប្រភេទរឿងបែបរន្ធត់អាថ៌កំបាំងនិងអបិយជំនឿដែលបានដឹកនាំសម្ដែងដោយលោកណាហុងជីនភាពយន្តនេះទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រអន្តរជាតិនិងបានអង្រួនចិត្តអ្នកទស្សនាឲ្យវិលវល់និងវង្វេងនៅក្នុងសាច់រឿងតាំងពីដើមរហូតដល់ចប់សាច់រឿងទាំងមូលកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយដែលមានឈ្មោះថាកុងស៊ុនបរិយាកាសដ៏សុខសាន្តនៅក្នុងភូមិនេះត្រូវបានបំផ្លាញទាំងស្រុងនៅពេលដែលមានជំងឺរាតត្បាតដ៏ចម្លែកមួយបានកើតឡើងដែលបណ្ដាលឲ្យអ្នកភូមិកើតរោគសញ្ញាចេញពងបែកពេញខ្លួនពងវែងស្មារតីនិងបានបាត់បង់ម្ចាស់ការហើយប្រែក្លាយទៅជាកាយសាហាវរហូតដល់ថ្នាក់សម្លាប់សមាជិកគ្រួសារខ្លួនឯងយ៉ាងព្រៃផ្សៃស្របពេលជាមួយគ្នានេះដែរមានពាក្យចចាមអារាមតគ្នាថាហេតុការណ៍ដ៏ចម្លែកទាំងអស់កើតឡើងចាប់ផ្ដើមនៅពេលដែលបរិសុទ្ធជនជាតិជប៉ុនចំណាស់ម្នាក់បានផ្លាស់បោះតង់រស់នៅក្នុងព្រៃក្បែរភូមិនោះអ្វីដែលកាន់តែអាក្រក់នោះគឺកូនស្រីតូចរបស់ប៉ូលីសនៅក្នុងភូមិម្នាក់បានចាប់ផ្ដើមចេញរោគសញ្ញាចម្លែកនេះដែរដើម្បីសង្គ្រោះកូនស្រីនិងប៉ូលីសរូបនេះត្រូវបានបង្ខំចិត្តលូកដៃចូលនៅក្នុងពិភពអបិយជំនឿអាបធ្មប់និងវិញ្ញាណអាក្រក់ដើម្បីស្វែងរកការពិតថាតើនរណាជាមេខ្លាំងពិតប្រាកដនៅពីក្រោយរឿងនេះជង្គូដែលសម្ដែងដោយខ្វិនដូវុនគាត់គឺជាមន្ត្រីប៉ូលីសក្នុងភូមិដែលមានចរិតស្លូតបូតនិងរឿងកំសាកបន្តិចបន្តួចលោកត្រូវបានទាញចូលនៅក្នុងរឿងរ៉ាវដ៏ខ្មៅងងឹតនេះដោយសារតែឈូជីនដែលជាកូនស្រីជាទីស្រឡាញ់របស់គាត់ចាប់ផ្ដើមរងគ្រោះនិងមានអាកប្បកិរិយាគួរឲ្យខ្លាចគាត់គឺជាឪពុកដែលបង្ខំឲ្យលោកត្រូវធ្វើអ្វីគ្រប់យ៉ាងដើម្បីសង្គ្រោះកូនទោះបីជាប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិតក៏ដោយគ្រូអាគមអ៊ីនវ៉ាងសម្ដែងដោយវ៉ាងជិនមីនគាត់គឺជាគ្រូទាយឬគ្រូចូលរូបដ៏ល្បីម្នាក់ដែលគ្រួសាររបស់ចុងគូមកជួធ្វើដើម្បីពិធីបណ្ដេញវិញ្ញាណអាក្រក់ចេញពីកូនស្រីរបស់គាត់លោកបានបង្ហាញខ្លួនជាមួយនឹងពិធីសក្ការៈបូជាដ៏គួរឲ្យខ្លាចនិងមានឥទ្ធិពលប៉ុន្តែតួអង្គនេះបង្កប់នូវអាថ៌កំបាំងជាច្រើនដែលធ្វើឲ្យអ្នកទស្សនាមិនអាចទាញទុកមុនបានបរិសុទ្ធជនជាតិជប៉ុនដ៏អាថ៌កំបាំងដែលសម្ដែងដោយជុនគីនីមូរ៉ាដែលជាជនជាតិជប៉ុនចំណាស់ដែលរស់នៅក្នុងព្រៃយ៉ាងឯកោអ្នកភូមិជាច្រើនបានឃើញលោកនៅក្នុងសវណ្ណអាក្រក់និងហេតុការណ៍ចម្លែកដែលធ្វើឲ្យលោកខ្លាចជាជនសង្ស័យចម្បងជាគ្រូធ្មប់ដែលដាក់បណ្ដាសាលើភូមិទាំងមូលមូយុនគាត់សម្ដែងដោយឈុនមូហេគាត់គឺជាស្ត្រីអាថ៌កំបាំងម្នាក់ដែលតែងតែបង្ហាញខ្លួនក្នុងកន្លែងកើតហេតុនាងហាក់បីដូចជាដឹងរឿងរ៉ាវគ្រប់យ៉ាងហើយព្យាយាមប្រមានទៅចុងគូអំពីគ្រោះថ្នាក់នាងតំណាងឲ្យកម្លាំងនៃអាថ៌កំបាំងមួយដែលមិនដឹងជាល្អឬក៏អាក្រក់ឲ្យពិតប្រាកដទេចំពោះសាច់រឿងបន្ថែមអ្នកទស្សនាជាច្រើនបានសរសើររឿងនេះមិនមែនជារឿងខ្មោចលងបែបលោតមកចេញបន្លាចញាប់ញ័រនោះទេប៉ុន្តែវាបានបង្កើតភាពស្ងប់ស្ងាត់ភ្លៀងធ្លាក់ជោគជាំនិងភាពមិនគួរឲ្យទុកចិត្តដែលធ្វើឲ្យអ្នកមើលមានអារម្មណ៍ថាថប់អារម្មណ៍និងព្រឺសម្បល់តាំងពីដើមរហូតដល់ចប់ចំណុចដែលធ្វើឲ្យអ្នកមើលជក់ចិត្តបំផុតគឺជាការដឹកនាំដេញជើងនិងការបោកបញ្ឆោតខួរក្បាលរបស់អ្នកទស្សនានៅពាក់កណ្ដាលសាច់រឿងយើងច្បាស់ជាគិតក្នុងចិត្តថាអ្នកនេះជាតួអាក្រក់ប៉ុន្តែនៅពេលដែលក្រោយរឿងសាច់រឿងបែរជាបង្ហាញតម្រុយថ្មីដែលធ្វើឲ្យអ្នកមើលបដូរសង្ស័យទៅលើតួអង្គម្នាក់នោះទៅវិញវាធ្វើឲ្យអ្នកមើលមានអារម្មណ៍ថាខ្លួនឯងកំពុងតែស្ថិតនៅក្នុងស្ថានភាពវង្វេងវិនាសដូចជាតួអង្គប៉ូលីសនៅក្នុងរឿងជាដើមឈុតឆាកដែលតួអង្គគ្រូអាគមសម្ដែងដោយវ៉ាងជិនមីនធ្វើពិធីកាត់គ្រោះនិងបណ្ដេញវិញ្ញាណអាក្រក់ដោយមានការវាយស្គរញាប់ថើងនិងការកាប់សម្លាប់សត្វបូជាត្រូវបានអ្នកទស្សនាលើកដង្កើងថាឈុតឆាកដ៏មានឥទ្ធិពលនិងព្រឺព្រួយបំផុតក្នុងប្រវត្តិសាស្ត្រភាពយន្តរបស់កូរ៉េសន្ទុះនៃតន្ត្រីនិងការសម្ដែងរបស់អ្នកមើលសឹងតែភ្លេចដកដង្ហើមនៅពេលដែលរឿងនេះបញ្ចាំងចប់ភ្លាមមិនថាទស្សនិកជនក្នុងរោងភាពយន្តឬក៏អ្នកមើលតាមផ្ទះទេគឺដាច់ខាតត្រូវតែបើកទូរស័ព្ទស្វែងរកព័ត៌មានបន្ថែមនៅក្នុង Google ឬក៏នៅក្នុង YouTube ដើម្បីស្វែងរកការពន្យល់និងការបកស្រាយអំពីសាច់រឿងបញ្ចប់នៅក្នុងរឿងនេះផងដែរការបញ្ចប់រឿងនេះបន្សល់ទុកនូវនិមិត្តរូបខាងសាសនានិងអាចកំបាំងច្រើនដែលអនុញ្ញាតឲ្យអ្នកមើលបកស្រាយទៅតាមគំនិតរៀងៗខ្លួន The Wailing នៅក្នុងតំបន់កុងសូលនោះមិនមែនជារឿងខ្មោចចេញមកបែបលងបំលាច់ធម្មតាទេប៉ុន្តែគឺជាវណ្ណកម្មរន្ធត់ចិត្តសាស្ត្រលំដាប់កំពូលដែលអង្រួនអារម្មណ៍អ្នកទស្សនាឲ្យវង្វេងវក់វីនិងថប់ដង្ហើមតាំងពីដើមរហូតដល់ចប់ភាពបង្កើតបរិយាកាសស្ងប់ស្ងាត់ដូចជាភ្លៀងធ្លាក់និងក្តីអស់សង្ឃឹមធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថាព្រឺព្រួចដោយមិនដឹងខ្លួនអ្នកដឹកនាំរឿងបានបញ្ឆោតចិត្តអ្នកទស្សនាដែលធ្វើឲ្យរឿងនេះមានការសង្ស័យទៅលើតួអង្គមួយទៅតួអង្គមួយពេញមួយសាច់រឿងតែម្ដងឈុតគ្រូចូលរូបកាត់គ្រោះគឺញាប់ញ័រហើយគឺព្រឺក្បាលដែលជាចំណុចកំពូលរបស់សាច់រឿងផងដែរចំពោះរឿងនេះបានចេញផ្សាយរួចទៅហើយតាំងពីឆ្នាំ2016